តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិយាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺផ្ដល់ផលធំធេងសម្រាប់កម្ពុជាមានន័យថាវាប្រៀបបានដូចជាចំណុចចាប់ផ្ដើមនៃការចាក់ចែងរបស់កម្ពុជាពីសង្គ្រាមស៊ីវិលហើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះខ្ញុំចាត់ទុកជាត្រីវិស័យមួយដែលចង្អុលផ្លូវឲ្យកម្ពុជាដើរចាក់ចែងពីសង្គ្រាមស៊ីវិលទី1គឺយើងឃើញថាបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកគឺកម្ពុជាត្រូវស្ថិតក្នុងដំណាក់កាលអន្តរកាលមួយដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលយើងឲ្យឈ្មោះជាផ្លូវការថាអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហើយតាមរយៈស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺនាំឲ្យមានការធ្វើមាតុភូមិនិវត្តនៃជនភៀសខ្លួនខ្មែរដែលនាំឲ្យមានរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិហើយនឹងដាក់ចេញនៅបណ្ដាគោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសកម្ពុជាក្រោយពេលដែលការបោះឆ្នោតមួយត្រូវបានរៀបចំឡើងដើម្បីជ្រើសរើសសភាធម្មនុញ្ញនៅខែឧសភាឆ្នាំ1993អញ្ចឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកំណត់នៅគោលការណ៍មួយចំនួនដែលសភាធម្មនុញ្ញថ្មីដែលកើតចេញពីការបោះឆ្នោតនេះគឺត្រូវបង្កើតទៅតាក់តែងនិងអនុម័តនៅរដ្ឋធម្មនុញ្ញថ្មីមួយអញ្ចឹងនេះគឺជាគេហៅថាជាត្រីវិស័យមួយដ៏សំខាន់ហើយបើយើងនិយាយពីសន្តិភាពនៅកម្ពុជាខ្ញុំអាចនិយាយបានថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះវាប្រៀបបានដូចជាគ្រឹះផ្ទះមួយនៅពេលដែលយើងសាងសង់ផ្ទះខ្ញុំគិតថាយើងត្រូវគិតដល់គ្រឹះគិតដល់សសរទ្រូងយើងគិតទៅដល់គ្រឿងបង្គុំផ្សេងទៀតអញ្ចឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាគ្រឹះផ្ទះរីឯដែលនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនក្រោយមកទៀតនោះគឺជាសសរទ្រូងនៃសន្តិភាពនៅកម្ពុជាអញ្ចឹងសួរថាពីនឹងគ្រប់គ្រាន់ទេវាមានកត្តាគួបផ្សំផ្សេងទៀតដើម្បីបង្កើតឲ្យបានទៅជាផ្ទះមួយដែលពេញលក្ខណៈជាផ្ទះដែលអាចរស់នៅបានសម្រាប់សមាជិកទាំងអស់នៃសង្គមរបស់យើងអញ្ចឹងកិច្ចព្រមព្រៀងនេះគឺយើងបានមកជាការចាប់ផ្ដើមនៃការចាក់ចែងពីសង្គ្រាមស៊ីវិលឆ្ពោះទៅរកសន្តិភាពបាននៅគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកដែលកំណត់ដោយរដ្ឋធម្មនុញ្ញការធានានៅឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រទេសកម្ពុជាការធានានៅសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវចាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញការធានានៅរបបទីផ្សារសេរីធានានៅជំនឿសាសនាផ្សេងហើយអ្វីដែលសំខាន់នោះទោះបីជាមិនមានការចែងនៅក្នុងរដ្ឋធម្មនុញ្ញសំទោសនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ប៉ុន្តែការវិលត្រឡប់មកវិញនៃរបបរាជានិយមអាស្រ័យធម្មនុញ្ញក៏ជាចំណែកដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងដែរប្រសិនបើគ្មានការបោះឆ្នោតនៅឆ្នាំ1993គ្មានការតាក់តែងរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យកម្ពុជាជារាជាណាចក្រដែលធិបតេយ្យរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញគឺថាយើងអាចនាំត្រឡប់មកវិញនៅរបបរាជានិយមដែលមានឫសគល់នៅក្នុងសង្គមនយោបាយខ្មែររាប់ពាន់ឆ្នាំបានដែរឬទេគឺអត់បានទេអញ្ចឹងខ្ញុំគិតថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺសំខាន់នៅក្នុងនយោបាយផងសំខាន់នៅក្នុងប្រវត្តិសាស្ត្រផងជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំគិតថាយើងក៏គួរតែសាងសង់វិមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដូចគ្នាដើម្បីជាការចងចាំរបស់ខ្មែរពីព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះវាបានត្រួសត្រាយផ្លូវច្រើនសម្រាប់សង្គមកម្ពុជានៃការធ្វើដំណើរចាក់ចែងពីសង្គ្រាមស៊ីវិលថ្មីបើដំណើរនោះមិនទាន់ដល់ទីបញ្ចប់ដែលឈានទៅដល់សន្តិភាពពេញលេញបរិបូរណ៍ក៏ដោយក៏ប៉ុន្តែយើងមានត្រីវិស័យដែលត្រូវដើរអញ្ចឹងយើងត្រូវរំលឹកហើយតាមរយៈកម្មវិធីនេះខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរក៏ដូចជាអ្នកនយោបាយទាំងអស់សូមមេត្តាឈប់ប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាចំនួននយោបាយតទៅទៀតពីព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺវាមិនបានបង្កការក្តៅក្រហាយដល់អ្នកនយោបាយណាទេដល់ក្រុមណាទេក៏ប៉ុន្តែវាជាការចេញដំណើរដ៏មានសារៈសំខាន់មួយនៃបរិបទប្រវត្តិសាស្ត្រកម្ពុជាក្នុងដំណើរនៃការចាក់ចែងពីសង្គ្រាមស៊ីវិលឆ្ពោះទៅរកសន្តិភាពស្ថិរភាពវិបុលភាពនិងការអភិវឌ្ឍដូច្នេះយើងត្រូវពិនិត្យមើលថាតើកិច្ចព្រមព្រៀងយើងអាចប្រើប្រាស់វានៅចំណុចណាផ្សេងទៀតដូច្នេះខ្ញុំមិនចង់ឃើញខ្មែរយើងឆ្លោះគ្នាជាមួយនឹងឧបករណ៍ច្បាប់ដែលអាចការពារនៅគេហៅថា
អធិបតេយ្យឬឯករាជ្យឬបូរណភាពទឹកដីខ្មែរបានទេសូមបញ្ជាក់ថាកម្ពុជាគឺជារដ្ឋតូចទឹកដីយើងតូចប្រជាជនយើងតិចសេដ្ឋកិច្ចយើងខ្សោយកម្លាំងកងទ័ពយើងក៏នៅមានកម្រិតដូច្នេះការពឹងផ្អែកទៅលើលក្ខតូបករអន្តរជាតិដោយយ៉ាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីច្បាប់អន្តរជាតិផ្សេងៗទៀតក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិនិងយន្តការពហុភាគីនិយមដទៃទៀតខ្ញុំគិតថាគឺជាអាវក្រោះសម្រាប់ការពារនៅអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជារបស់យើងដូច្នេះយើងមិនគួរមានភាពទោមនស្សចំពោះកិច្ចព្រមព្រៀងឬក៏លក្ខតូបករអន្តរជាតិទាំងឡាយណាដែលផ្ដល់ជាប្រយោជន៍សម្រាប់ការការពារអធិបតេយ្យឯករាជ្យបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជានោះទេ